ចម្ពោះទេពនៅមាត់ទន្លេចាប់ផ្ដើមរីកស្គុះស្គាយហើយទាំងអស់គ្នាបានឃើញនៅខាងក្នុងវីដេអូនេះហើយដូច្នេះទាំងអស់គ្នាដែលចង់ទៅទស្សនាក៏ដូចជាចង់ទៅថតរូបលេងហ្នឹងកុំភ្លេចទៅថតឲ្យបានច្រើនព្រោះពេលនេះផ្កាទាំងអស់នេះកំពុងតែបញ្ចេញសម្រស់ដែលយើងមើលទៅហ្នឹងគឺគួរឲ្យប៉ែតតៃខ្លាំងមែនតែនពណ៌របស់វាហ្នឹងគឺកំពុងតែគេហៅថានៅខ្ចីឡើយដូច្នេះវាអត់ទាន់ឡើងពណ៌ទៅជាសកមទេដែលអាចឲ្យយើងនឹងថតរូបបានស្អាតហើយវាកំពុងតែរីកយ៉ាងច្រើនតែម្ដងហើយពីដើមមួយទៅដើមមួយណាប្រដាក់គ្នាដូចខ្យងអញ្ចឹងដូច្នេះដោយសារតែជិតដល់ថ្ងៃជប់សម្រាប់ហើយដូច្នេះទាំងអស់គ្នាអាចទៅថតរូបលេងទៅទុកជាអនុស្សាវរីយ៍ក៏ដូចជាបង្ហោះប្រាប់ទៅមិត្តភ័ក្តិយើងក៏ដូចជាពួកម៉ាក់យើងផ្សេងទៀតអញ្ចឹងណាឲ្យពួកគាត់ហ្នឹងទៅលេងឲ្យបានច្រើនកកទៅព្រោះពេលនេះគឺជារដូវផ្ការីកហើយផ្កាគ្រប់ប្រភេទហ្នឹងគឺចាប់ផ្ដើមមកបង្អួតសម្រស់ហើយដោយឡែកគឺផ្កាចម្ពោះទេពឬក៏យើងហៅតាមភាសាសាមញ្ញដែលយើងពេញនិយមហ្នឹងគឺយើងហៅថាសាគុរ៉ាអញ្ចឹងណានៅមាត់ទន្លេនៅជួរប៉ែកខាងចាប់ពីវត្តអូណាឡោមរហូតទៅដល់ផ្សាររាត្រីគឺសុទ្ធតែដើមផ្កាចម្ពោះទេពគ្រាន់តែថាដើមខ្លះហ្នឹងគឺធំដើមខ្លះតូចហើយដើមដែលធំហ្នឹងមើលទៅហ្នឹងគឺរីកបានស្អាតណាស់នេះគឺជាដើមធំដែលនៅក្បែរកន្លែងហាត់ប្រាណកន្លែងហ្នឹងគឺសម្បូរដើមការចម្ពោះទេពធំហើយនៅប្លុកខាងមុខទៀតហ្នឹងគឺវាអត់ទាន់ធំទេប៉ុន្តែក៏វាមានផ្ការីកដូចគ្នាដែរគ្រាន់តែថាដើមដែលវាអត់ធំគឺវាអត់សូវមានផ្កាដែលយើងមើលទៅហ្នឹងគឺបានស្អាតខ្លាំងដូចជាដើមធំអញ្ចឹងណាអ្នកគ្នាបានឃើញក្នុងវីដេអូនេះហើយគឺពិតជាស្អាតមែនតើជាពិសេសហ្នឹងគឺបងប្អូនស្រីហ្នឹងដែលគាត់ពេញនិយមផ្កាហ្នឹងទៅមិនខុសបំណងទេថតកាច់រៀងកាច់ស្ទាយតាមអ្វីដែលពួកគាត់ហ្នឹងអាចធ្វើបានអញ្ចឹងកុំភ្លេចចែករំលែកវីដេអូនេះក៏ដូចជាដំណឹងនេះប្រាប់ទៅគ្នាយើងនៅពេញហើយស្អែកដល់ថ្ងៃ Walk Street ហើយអញ្ចឹងទៅដើរលេង Walk Street ផងក៏ដូចជាបានទៅមើលផ្កាចម្ពោះទេពដែលកំពុងតែរីកនៅមាត់ទន្លេដូចគ្នាសូមអរគុណ